ខ្មាស់គេក្មួយប្រុសម្នាក់បានសួរមកខ្ញុំហើយសំណួររបស់គាត់នេះប្រហែលជាអាចមានប្រយោជន៍ទៅដល់កូនក្មួយដទៃទៀតគាត់ធ្វើការនៅស្ថាប័នមួយមានប្រាក់បៀវត្ស$12,000ភរិយាគាត់ជាអ្នកលក់អនឡាញមួយដែលគួរសមហើយកំពុងតែឲ្យមីងជួយពិចារណាថាគាត់គួរតែលាឈប់ពីកន្លែងការងាររបស់គាត់ដើម្បីទៅជួយជ្រោមជ្រែងភរិយាឲ្យរីកនៅវិសាលភាពការលក់ដូរដែរឬអត់សំណួរល្អមីងឲ្យក្មួយអង្កេតមើលដល់ខ្លួនឯងថាតើមុខរបររបស់ភរិយាក្មួយហ្នឹងវាមានអាយុកាលអាចបានប្រវែងប៉ុណ្ណាពីព្រោះអីការលក់អ្វីផ្សេងគឺមានអាយុកាលនិងមានពេលវេលាមុខរបរខ្លះដូចទឹកពុះអញ្ចឹងមុខរបរខ្លះដូចភ្លើងចំបើងមុខរបរខ្លះក៏ដូចជាច្រេះស៊ីដែកអញ្ចឹងទៅឬមួយក៏មុខរបរខ្លះប្រៀបដូចជាក្លឹមនៃឈើត្រូវការពេលវេលាយូរអង្វែងកាន់តែយូរកាន់តែក្លឹមថងថាឲ្យមីងឲ្យចម្លើយទៅថាឲ្យក្មួយដាច់ខាតត្រូវឈប់ឬមួយដាច់ខាតត្រូវតែកុំឈប់មីងអត់ទេប៉ុន្តែមីងឲ្យក្មួយសម្រេចចិត្តនៅលើខ្លួនឯងថាឲ្យអង្កេតមើលមុខរបរភរិយារបស់ក្មួយហ្នឹងហើយថាតើមើលថាតើពេលដែលមានក្មួយចូលទៅវារីចម្រើនប៉ុណ្ណាឬមួយក៏ពេលដែលអត់ក្មួយនៅដំណើរការបានទៀតអត់តាមពិតបើសិនជាយើងមានប្រភពចំណូលច្រើនច្រកវាជារឿងល្អរបស់សេដ្ឋកិច្ចគ្រួសារមួយបើសិនជាយើងមានមុខរបរតែមួយច្រកបើសិនជាមួយនឹងបិទទៅគឺចប់ប៉ុន្តែបើសិនជាមើលទៅវិសាលភាពរបស់អាជីវកម្មភរិយារបស់ក្មួយនឹងគាត់បង្កើតនៅចំណេះជំនាញឬមួយបង្កើតនៅសមិទ្ធផលរបស់ផលិតផលរបស់គាត់ហ្នឹងគឺវាចាំបាច់ឲ្យវាជួយដល់សង្គមវាជួយវាមានឫសគល់មានប្រសិទ្ធភាពមែនមីងថាក្មួយពិចារណាតាមហ្នឹងតែបើសិនជាចំពោះមីងវិញទោះបីជាមុខរបរនៅលើវិស័យចលនាទ្រព្យបែបណាក៏ដោយអ្វីដែលមីងព្យាយាមធ្វើបានគឺមីងចេះបែងចែកថាពេលណាដែលមីងត្រូវការដែលប្រើភ្នាក់ងារមានពេលណាដែលត្រូវការពឹងឲ្យស្វាមីជួយអញ្ចឹងមីងបានបែងចែកពេលវេលាអូអានេះពូមិននៅចាំដល់ពេលពូមកចាំឲ្យពូជួយបាទនេះមីងធ្វើកាត់មីងធ្វើខ្លួនឯងសិនពីព្រោះអីមីងគិតថាការដែលបង្កើតនៅប្រភពចំណូលច្រើនច្រករបស់យើងក៏ធ្វើឲ្យយើងមានសេចក្តីមាំទាំនៅក្នុងអារម្មណ៍ហើយមួយទៀតមនុស្សប្រុសក្មួយបើសិនជាយើងបាត់បង់ការងារវាមានតម្លៃនៅពេលដែលយើងមិនមានអីថ្នាំងថ្នាក់នៅក្នុងគ្រួសារតែបើសិនជាយើងមានបញ្ហាក្នុងគ្រួសារប្រហែលជាអាចប៉ះពាល់ដែរណាអារម្មណ៍ដែលយើងអត់មានការងារហើយយើងនឹងមានអារម្មណ៍មួយថាយើងអត់មានអីសោះហើយមែនទេ